dây đang trong ngó bay ấp vô là mà xua đen ôi bẹt ធ្វើលេងណាទាំងអស់គ្នាមកខ្ញុំនឹងប្រាប់ពីរបៀបផុសវីដេអូហើយនឹងធ្វើមិនដើម្បីឲ្យយើងឈ្នះរង្វាន់ទី1អ្នកទាំងអស់គ្នាគ្រាន់តែថតវីដេអូ review ពីអីវ៉ាន់ដែលយើងបានទិញនេះដូចវីដេអូរបស់ខ្ញុំមួយនេះចឹងខ្ញុំបានទិញអីវ៉ាន់នេះឃើញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបាន review ពីអីវ៉ាន់ដែលខ្ញុំបានទិញពីវៀតណាមហ្នឹងដូចជាកាបូបហ្នឹងមួយអញ្ចឹងហើយខ្ញុំថតផុសធម្មតាអីចឹងបន្ទាប់មកទៀតពេលយើងផុសហ្នឹងយើងទៅ save caption នេះsave អីក៏បានដែរអ្នកទាំងអស់គ្នាចំនួនឲ្យគ្រប់30ពាក្យឡើងទៅអញ្ចឹងយើង save អី save ទៅបន្ទាប់មកទៀតនេះ complete ដាក់ hashtag របស់គេណាមានដូចជានេះខ្ញុំនឹងដាក់ screenshot ឲ្យមើលមាន2ហ្នឹងដែលចាំបាច់យើងត្រូវដាក់ hashtag នឹងចាំបាច់ហ្មងបន្ទាប់មកទៀតយើងត្រូវ screenshot អីវ៉ាន់ដែលយើងទិញពីវៀតណាមហ្នឹងណានេះ comment នៅក្នុងpost របស់យើងpost នៅក្នុងវីដេអូរបស់យើងណានេះដូចខ្ញុំទិញកាបូបហ្នឹងមួយយើង screenshot អាហ្នឹងមួយហើយ post នៅក្នុង comment របស់យើងហ្នឹងបានហើយតែប៉ុណ្្នឹងឯងឥឡូវពេលយើងធ្វើប៉ុណ្្នឹងចប់អស់ហើយណាអ្នកនរគ្នាយើងត្រូវ copy link របស់វីដេអូហ្នឹងណាវីដេអូនេះយើង copy link វីដេអូហ្នឹងមួយមកហើយបន្ទាប់មកទៀតយើងចូលទៅក្នុង app Shopee របស់យើងហ្នឹងហើយយើងយកកន្លែងpause and earn យើងចូលកន្លែងហ្នឹងមកហើយយើងអូសចុះមកខមតិចមកយើងយក submit form now ហ្នឹងយើងចូលកន្លែងហ្នឹងមកហើយយើងអូមកខមតិចមកយើងនឹងឃើញលេខ1នេះយើងពេញឈ្មោះយើងឈ្មោះដែលយើងដាក់នៅក្នុង app Shopee ហ្នឹងអញ្ចឹងយើងដាក់ឈ្មោះយើងពេញមកបន្ទាប់មកលេខ2ហ្នឹងបើសិនជាយើងផុសនៅក្នុង Facebook យើង copy link វីដេអូក្នុង Facebook យើងមកដាក់ហ្នឹងតែបើយើងមានទេយើងមិនបាច់ដាក់ទេយើងអូសមកលេខ3យើងcopy link TikTok មុនហ្នឹងហើយយើងផាសចូលទៅក្នុងលេខ3ហ្នឹងមកហើយយើង submit ជាការស្រេចខ្លះទេមើលយល់ខ្លះទេមុននឹងបុកអញ្ចាំងយល់ខ្លះទេចឹងវីដេអូហ្នឹងអ្នកទាំងអស់គ្នាយល់អត់បើយល់ហើយមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយចឹងនិយាយម្ដងទៀតអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe YouTube របស់ខ្ញុំផងណាអ្នកទាំងអស់គ្នាព្រោះបើអ្នកទាំងអស់គ្នាជួយ subscribe ទៅខ្ញុំនឹងមានកម្លាំងចិត្តធ្វើវីដេអូតទៀតអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ